អ្នកឡើងភ្នំដោយគ្មានឧបករណ៍នេះគឺមិនមែនជាអ្នកឡើងភ្នំធម្មតាទេក៏ប៉ុន្តែវាឡើងជញ្ជាំងបញ្ឈរច្រាំងចោតរហូតទៅដល់កម្ពស់60ម៉ែត្រនៅពេលដែលវារអិលតែបន្តិចវានឹងស្លាប់ភ្លាមវាធ្វើដូច្នេះគឺដោយសារតែប្រើកញ្ចក់ជើងរបស់វាដែលតូចជាងមេដៃរបស់លោកអ្នកទៅទៀតកញ្ចក់ជើងរបស់វាអាចចាប់កាន់នៅស្នាមប្រេះតូចៗនៅលើផ្ទាំងថ្មដែលស្ដើងជាងកាតឥណទានឬក៏ credit card ទៅទៀតពពួកពពែភ្នំនេះមិនបានប្រើក្រញាំឬខ្សែពួរទេទប់ទ្រលំនឹងទៅនឹងកញ្ចក់ជើងរបស់វាដែលយើងមើលទៅមិនអាចនឹងជឿបានកញ្ចក់ជើងរបស់ពពួកពពែភ្នំទាំងនេះបានរចនាឡើងជាពិសេសដោយធម្មជាតិវាមានបន្ទះជាតិស្នែងនៅខាងក្រោមវាមានជាលិកាសម្រាប់ទប់ទល់នឹងលំញ័រកញ្ចក់ជើងរបស់វាអាចបត់បែនស្ទើរតែដូចជាសន្លាក់របស់ហ៊ីងដែលអនុញ្ញាតឲ្យវាអាចឈរហើយទប់ខ្លួនបានស្ទើរតែទាំងស្រុងពពែភ្នំទាំងអស់នេះពេញវ័យគឺអាចឈរនៅលើថ្មតូចចង្អៀតជាងកាក់ខណៈពេលដែលទេសភាពនៅខាងក្រោមខ្ពស់សន្លឹមរាប់រយម៉ែត្រអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺពពួកពពែភ្នំទាំងអស់នេះវាឡើងជញ្ជាំងមរណៈគឺគ្រាន់តែដើម្បីស៊ីជាតិប្រៃតែប៉ុណ្ណោះសារធាតុប្រៃដែលនៅក្នុងថ្មគឺរក្សាសុខភាពរបស់ពួកវាដូច្នេះពួកវាប្រថុយជីវិតដើម្បីលិតជាតិប្រៃនោះសូម្បីតែកូនតូចៗក៏ធ្វើត្រាប់តាមម្ដាយដោយឡើងទៅលើផ្ទាំងថ្មចោតហាក់ដូចជាពួកវាកើតមានភាពស៊ាំទៅនឹងទំនាញផែនដី